ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃសូមចែករំលែកវីដេអូមួយទៀតបងប្អូនយើងវីដេអូមុនយើងនិយាយពីយើងត្រូវរៀបចំដាំទុរេនរបៀបម៉េចឥឡូវយើងចេញវីដេអូមួយទៀតការថែទាំបងប្អូនយើងការថែទាំពីទុរេនយើងចាប់ដើមពីអាយុ1ឆ្នាំរហូតដល់អាយុ3ឆ្នាំអញ្ចឹងយើងត្រូវធ្វើអីខ្លះហើយអាវគ្គដំណាក់កាលហ្នឹងគឺយើងដាំទុរេនបងប្អូនគឺសំខាន់ដែរសំខាន់ណាអញ្ចឹងយើងថែទាំពីអាយុ1ឆ្នាំរហូតដល់3ឆ្នាំយើងត្រូវធ្វើមិនទី1យើងស្រោចទឹកវាបងប្អូនទុរេនយើងស្រោចទឹកជាប្រចាំតែមិនអោយវាដក់ទឹកពេកទេហើយនៅរដូវប្រាំងយើងអាចស្រោចវា2-3ដងអីចឹងណាហើយញឹកជាងហ្នឹងក៏បានដែរយើងអាស្រ័យទៅលើដីរបស់យើងដីយើងស្ងួតប៉ុន្មានអីហ្នឹងយើងសង្កេតខ្លួនឯងតើដីរបស់យើងយ៉ាងម៉េចយើងស្រោចតាមហ្នឹងទៅហើយទី2យើងដាក់ស្មៅឬមួយក៏សម្បើងជុំវិញគល់អញ្ចឹងបងប្អូនដើម្បីកុំឲ្យជួយសំណើមកុំឲ្យវាឆាប់ស្ងួតពេកអាហ្នឹងនៅរដូវវស្សានៅរដូវប្រាំងបើរដូវវស្សាដូចជាមិនចាំបាច់ប្រមាណទេអាហ្នឹងយើងដាក់សម្បើងឬមួយក៏ស្មៅងាប់ដើម្បីកាត់បន្ថយឲ្យវារក្សាសំណើមកាត់បន្ថយកម្ដៅហ្នឹងណាហើយនឹងកាត់បន្ថយវាស្មៅដុះហ្នឹងដែរហើយយើងពេលយើងដាក់ស្មៅគ្របហ្នឹងយើងដាក់ចន្លោះពី10ទៅ20សង់ទីម៉ែត្រដើម្បីកុំឲ្យវារលាកគល់ពេលយើងដាក់អាស្មៅឬមួយសម្បើងងាប់វាដល់គល់ពេកវាធ្វើឲ្យអាដីនេះវាអាចសើមដល់គល់អញ្ចឹងទៅវាអាចធ្វើឲ្យទុរេនយើងវារលាកគល់ណាទី3បងប្អូនទី3យើងត្រូវដាក់ជីវាយើងដាក់ជីកប៉ុសឬមួយក៏ជីសរីរាង្គជាប្រចាំអញ្ចឹងទៅបើតាមខ្ញុំដាក់មួយខែម្ដងពេលវាចេញត្រួយទុរេនមួយខែវាចេញត្រួយម្ដងអញ្ចឹងយើងដាក់ជីវាខ្ញុំដាក់មួយខែម្ដងអាជីកប៉ុសឬមួយក៏ជីសរីរាង្គហ្នឹងប៉ុន្តែយើងបន្ថែមជីគីមីខ្លះតាមដើមប៉ុន្តែយើងមិនដាក់ច្រើនពេកទេយើងដាក់តិចតាមស្ថានភាពដីតាមសភាពដើមរបស់វាយើងដាក់តាមមួយឆ្នាំម្ដងឬមួយក៏6ខែម្ដងអីទៅយើងអត់ត្រូវដាក់ច្រើនពេកទេអាហ្នឹងទី2ទី3ទី4យើងកាត់ស្មៅវាយើងអាសាកាត់ស្មៅឬមួយក៏យើងដកស្មៅវាអញ្ចឹងណាបងប្អូនដើម្បីឲ្យវាដង្ហើមឲ្យវាដីហ្នឹងវាមានដង្ហើមមានខ្យល់ចេញចូលមានអុកស៊ីសែនអញ្ចឹងទៅដើម្បីឲ្យទុរេនវាស្រួលចាក់ឫសហើយទី5យើងតែងមែកសៃមែកវាខ្លះដែរដើម្បីកុំឲ្យវាចង្អៀតពេកកាត់មែកដែលវាមែកខូចមែកមានជំងឺមែកណាវាដុះមិនល្អហ្នឹងយើងកាត់វាទៅហើយមួយទៀតយើងរៀបចំតម្រង់ដើមវាឲ្យមានមែកមានអីវិលជុំវិញកុំចែកមែកវាវិលជុំវិញដូចយើងសៃដូចខ្ញុំសៃរាល់ថ្ងៃហ្នឹងយើងកាត់វាឲ្យវាមានវិលជុំវិញកុំឲ្យវាកងគ្នាកុំឲ្យអីចឹងទៅធ្វើឲ្យទុរេនវាប្របាក់នឹងផ្លែពេលវាផ្លែទៅវាជន់គ្នាហើយទី6ភាពយើងការពារជំងឺនឹងសត្វល្អិតយើងពិនិត្យដើមវាជាប្រចាំមួយខែម្ដងហ្នឹងយើងត្រូវមួយខែអី4-5ថ្ងៃពេលរាល់ពេលវាចេញត្រួយម្ដងហ្នឹងយើងត្រូវបាញ់ថ្នាំការពារសត្វល្អិតវា4-5ថ្ងៃឬមួយក៏មួយអាទិត្យអីយើងបាញ់ម្ដងរហូតពីពេលវាពកត្រួយរហូតដល់វាស្លឹកចាស់ហ្នឹងណាយើងត្រូវបាញ់ថ្នាំវាហើយទី7យើងការពារខ្យល់បងប្អូនការពារខ្យល់ពេលយើងដាំហ្នឹងយើងពេលកូនទុរេននៅតូចហ្នឹងដើម្បីកុំឲ្យវាដួលដោយសារខ្យល់បក់យើងមានឈើមានអាស័យអីចឹងទៅយើងដោតធ្វើជាបកគោលដើម្បីយើងចងដាំវាជុំវិញយើងឬមួយក៏យើងប៉ុន្តែជាធម្មតាដូចខ្ញុំដាំនេះកូនទុរេនយើងត្រូវតាពីអាយុ1ឆ្នាំដល់3ឆ្នាំយើងបោះបកគោលអាស័យយើងចងអោបវាចឹងទៅកុំឲ្យយើងការពារខ្យល់ហ្នឹងហើយចំណុចខ្លះបងប្អូនមានតែប៉ុណ្្នឹងឯងប៉ុន្តែបើសិនជាយើងដាំជាក់ស្ដែងវាអាចមានច្រើនជាងហ្នឹងណាបងប្អូនប៉ុន្តែគាត់ថានេះខ្ញុំពេលយើងដើរមើលទុរេនទៅយើងក៏នឹកឃើញនិយាយត្រួសប្រាប់បងប្អូនអញ្ចឹងវីដេអូវាអាចមានតទៅទៀតបងប្អូនប៉ុន្តែគាត់ថាឥឡូវនេះយើងនិយាយពីប៉ុណ្ណឹងសិនប៉ុន្តែនិយាយនេះវាមិនមែនជាជាក់ស្ដែងទេបងប្អូនគ្រាន់តែថាវាជាបទពិសោធន៍ខ្លះនឹងបន្ថែមការមើលសភៅតាមក្រសួងកសិកម្មខ្លះអញ្ចឹងវាមានចំណុចច្រើនទៀតដែលយើងជួបប្រទះប៉ុន្តែបើសិនជាយើងដាំខ្លួនឯងអាហ្នឹងវាជួបពេលយើងជួបបទពិសោធន៍យើងធ្វើតាមហ្នឹងយូរយើងអាចយល់ខ្លួនឯងប៉ុន្តែបើសិនជាយើងឲ្យយើងនិយាយពីរបៀបការដាំតាំងពីដើមរហូតដល់ចប់ហើយវាគ្រប់ជ្រុងជ្រោយទាំងអស់វាអត់មានទេវាគ្រាន់តែជាបន្ថែមបន្តិចបន្តួចទៅប៉ុន្តែបើបងប្អូនដាំអាហ្នឹងអាចថាយើងជួបប្រទះយើងដោះស្រាយភ្លាមនៅពេលដែលយើងដាំហ្នឹងណា
bà hay video miền phần năng video cáo nhom ai tầm nế nhom ai vậy thì dụ buôn năm là hột đo việc play ta dân trâu phơ dạng mạch tiết á phần thái ọt tiên hay bông bông bờ tầm nế ban dân vậy ba mình tầm nế dân ọt vậy tê dân dân phơ xay chẳng nó chùm riệp lia